พอ Facebook ให้អត់សូវមានមើលតោះមកដឹងពីរបៀបនៃការ unfriend អ្នកដែលអត់សូវលេងមួយយើងទាំងអស់គ្នានៅក្នុង Facebook ជឿទៅនៅពេលដែលបងប្អូនធ្វើការ point មួយនៅក្នុង Facebook account របស់បងប្អូនគឺអត់សូវមានអ្នក like ទេដោយសារតែមាន friend ដែលអសកម្មមួយយើងច្រើនអញ្ចឹងសម្រាប់បងប្អូនដែលចង់ធ្វើការ unfriend អ្នកដែលអត់សូវលេងមួយគ្នាគឺបងប្អូនអាចធ្វើតាមនេះបានដែលវិធីនេះគឺយើងអាចធ្វើការ unfriend បានច្រើនក្នុងពេលតែមួយណាបងប្អូនបាទអញ្ចឹងដើម្បីអាចធ្វើការ unfriend បានបងប្អូនចូលកាន់ account បងប្អូនមកហើយយើងចូលទៅកាន់ profile account Facebook យើងសិនមកបាទនេះយើងចូលឲ្យមកចេញបែបនេះសិនមកបន្តមកទៀតគឺបងប្អូនចុចកន្លែង friend នេះបាទយើងចុចលើវាមកបាទបន្តមកបងប្អូននឹងឃើញកន្លែងនេះ manage យើងចុចលើពាក្យថា manage នឹងមកបាទអញ្ចឹងកន្លែងនេះគឺតកតងជាមួយនឹង friend យើងនៅក្នុងហ្នឹងបាទអញ្ចឹងយើងចុចខាងលើគេ list interactive with បាទអ្នកដែលអត់សូវលេងមួយគ្នាហ្នឹងបាទអញ្ចឹងកន្លែងនេះ Facebook វាប្រាប់យើងថា review friend you interacted with the list on Facebook in the last 90 day មានថារយៈពេល3ខែចុងក្រោយហ្នឹងគឺអត់សូវមានការនិយាយគ្នា like share ឬក៏ចុច like ឬក៏ chat របស់គ្នាទេអញ្ចឹងសម្រាប់បងប្អូនចង់ធ្វើការ unfriend គឺបងប្អូនអាចធ្វើការចុច unfriend ម្ដងមួយចេះទៅក៏បានឬក៏មួយទៀតបងប្អូនអាចចុចកន្លែង select multiple នេះដើម្បី unfriend ម្ដងបានច្រើនបាទអញ្ចឹងយើងចុចកន្លែង select multiple ហ្នឹងទៅហើយបងប្អូនជ្រើសរើស account ណាបងប្អូនចង់ unfriend ហ្នឹងទៅបាទជ្រើសរើសឲ្យបងប្អូនចុចកន្លែង unfriend នេះមកបាទអញ្ចឹងកន្លែងនេះយើងចុច unfriend ហើយយើងចុច unfriend មួយតង់ទៀតមកគឺយើងបាត់ហើយហ្នឹងហើយអញ្ចឹងយើងបាន unfriend ហើយបាទតែប៉ុណ្្នឹងមកគឺរបៀបនៃការ unfriend គឺយើង unfriend បែបហ្នឹងបងប្អូនបាទអញ្ចឹងសម្រាប់វីដេអូមួយនេះគឺចង់ចែកម្លែកបងប្អូនខ្លីៗប៉ុណ្ណឹងហើយបើសិនជាបងប្អូនបានមើលវីដេអូមួយនេះកុំភ្លេចធ្វើការចុច like follow និងចែករំលែកឲ្យអ្នកផ្សេងបានដឹងផងសូមអរគុណជួបគ្នានៅវីដេអូក្រោយ